ជំរាបសួរពុកម៉ែបងប្អូនមកបងប្អូនថ្ងៃនេះខ្ញុំបានមកស្ងោរត្រឡាចជាមួយនឹងមាន់ស្រែតែម្ដងអញ្ចឹងបងប្អូនណាហើយត្រឡាចយើងបានចិត្តរួចរាល់អស់ហើយយើងញ៉ាំវាចំណិតតូចដាក់ក្នុងចានមួយហើយអញ្ចឹងណាបងប្អូនដើម្បីត្រៀមយកមកស្ងោរអញ្ចឹងទៅអញ្ចឹងណាបងប្អូនណាហើយបងប្អូននេះតើតើយើងនឹងអត់យើងដាក់ខ្លាញ់ទេយើងដាក់ខ្លាញ់មាន់តែម្ដងដោយសារមាន់មេតែម្ដងអញ្ចឹងបងប្អូនហើយខ្លាញ់វាច្រើននេះសិតធម្មជាតិទេណាបងប្អូនណាយើងអត់ចាំបាច់ដាក់ចាក់ខ្លាញ់អីទេយើងដាក់តែខ្លាញ់មាន់ហ្នឹងដោយសារខ្លាញ់មាន់មេណាបងប្អូនណាហើយបងប្អូននេះអត់មានដាក់ខ្លាញ់ដាក់អីទេចាក់ទឹកត្រីចូលឆាវឈ្ងុយពេញផ្ទះតែម្ដងបងប្អូនណាធម្មជាតិបងប្អូនបន្ទាប់មកយើងចាក់សាច់មាន់យើងចូលតែម្ដងមកយើងចាប់ដើមកូរវាឲ្យវាឆ្អិនសាច់មាន់តែម្ដងអញ្ចឹងណាបងប្អូននេះអត់មានដាក់ខ្លាញ់ទេណាបងប្អូនស្ដាប់ខ្លាញ់មាន់ដែលយើងបានយកមករំលីងវាអញ្ចឹងមករងាស់វាមកអញ្ចឹងណាបងប្អូនណាបន្ទាប់មកយើងចាទឹកបន្តិចបន្តួចមកបងប្អូនណាតាមអ្វីដែលយើងអាចថាហូបបានអញ្ចឹងទៅអ្នកខ្លះដាក់ទឹកច្រើនអ្នកខ្លះដាក់ទឹកតិចអញ្ចឹងទៅអញ្ចឹងណាបងប្អូនណាឥឡូវនេះយើងចាប់ដើមបាននេះឲ្យបងប្អូននឹងដែលត្រាតែម្ដងបងប្អូនអើយតំណងណាបើសិនជាយើងយកទៅធ្វើបបរគ្រឿងទៀតណាមិនដឹងតែឆ្ងាញ់យ៉ាងណាទេបងប្អូនណាដោយសារតែមាន់នេះគឺសម្បូរខ្លាញ់ថាមាន់មេអញ្ចឹងណាបងប្អូនណាតំណងមែនទែនបងប្អូនអើយគាត់ថាខ្លាញ់តែលើហ្នឹងគឺលឿងដូចគេហៅថាដូចពងត្រីអញ្ចឹងណាបងប្អូនណាឥឡូវពុះខុចចាប់ដើមឆ្អិនបដាហើយបងប្អូនណាហើយឥឡូវនេះយើងចាប់ដើមដាក់បន្លែចូលមកសាច់យើងឆ្អិនតិចរួចហើយយើងដាក់គេហៅថាត្រឡាចតែម្ដងបងប្អូនអើយហើយត្រឡាចនេះដែរបងប្អូនញ៉ាំទៅត្រជាក់ក្នុងជួយដល់យើងក្នុងការញ៉ាំបានងាយស្រួលទៀតអញ្ចឹងណាបងប្អូនណាកាលណាញ៉ាំបន្លែគឺល្អសម្រាប់ខ្លួនឯងអញ្ចឹងណាបងប្អូនណាហើយបន្តមកយើងថែមគ្រឿងក្រៅតិចតួចមកអញ្ចឹងណាបងប្អូនណាដើម្បីអីបង្កើនរសជាតិឆ្ងាញ់អញ្ចឹងណាបងប្អូនណាបើសិនជាយើងអត់បានដាក់គ្រឿងទេគឺអត់សូវមានរសជាតិប្រហែលទេអញ្ចឹងណាបងប្អូនណាឥឡូវយើងចាប់បានដាក់គ្រឿងក្រៅអស់យើងកូរវាមួយសន្ទុះក្រោយមកអញ្ចឹងណាគឺឆ្អិនបាត់ទៅហើយអញ្ចឹងបងប្អូនណាវាអត់មានអីសាញញ៉ាំច្រើនបងប្អូនណាស្ងោរលឿនហើយលះបានហូបទៀតអញ្ចឹងណាបងប្អូនណារួចឆ្អិនហើយយើងមិនភ្លេចទេគឺស្លឹកខ្ទឹមយើងចុងក្រោយយើងដាក់ហាន់នៅចំណិតមកដាក់ពីលើមកគឺឈ្ងុយតែម្ដងហើយបើយើងកូរបន្តិចមកជប៉ុបមកគឺឆ្អិនតែម្ដងអញ្ចឹងណាតំណងមែនទែនបងប្អូនអើយជីដូចទឹកស៊ុបអញ្ចឹងណាបងប្អូនណាគេថាមាន់ស្រែអញ្ចឹងណាបើយើងចិញ្ចឹមខ្លួនឯងបងប្អូនណាហើយយើងមិនភ្លេចទេយើងមកធ្វើទឹកត្រីបងប្អូនណាយកទឹកត្រីយើងមានអីទេបងប្អូនអើយមានតែម្ទេសមានតែស្លឹកខ្ទឹមអីហ្នឹងហើយតើមកយើងចាក់ទឹកត្រីចូលមកជាការសាច់តែម្ដងហើយយើងមិនភ្លេចទេក្នុងការសម្បែកក្រូចឆ្មាដើម្បីធ្វើអីឲ្យទឹកត្រីវាកាន់តែមិនកាន់រសជាតិឈ្ងុយឆ្ងាញ់តែម្ដងអញ្ចឹងណាបងប្អូនណាហ្នឹងឥឡូវយើងជាការស្រេចបាត់ហើយទឹកត្រីបងប្អូនអើយអញ្ចឹងមានអីទេបងប្អូនណាយើងមានតែមកដួសហូបដល់ម៉ោងហូបហើយអញ្ចឹងណាបងប្អូនណាពីការរួចរាល់អស់ហើយយើងដួសមកតំណងដែរបងប្អូនអើយសាច់មាន់នេះគឺអែមតែម្ដងមកត្រឡាចទៀតគឺចាស់ក៏ចូលចិត្តណាបងប្អូនស្ងោរត្រឡាចនេះក៏ហត់ទៅមានអារម្មណ៍ថាធូរក្នុងការញ៉ាំអញ្ចឹងណាបងប្អូនមកញ៉ាំទាំងអស់គ្នា